របៀបដាក់ប៊ូតុង follow នៅលើ account Facebook ជាទូទៅនៅលើ account Facebook របស់បងប្អូនប្រកាសជាមាននៅពី add friend ណាបងប្អូនដើម្បីឲ្យគេ add friend មកប៉ុន្តែបើសិនជា friend របស់បងប្អូនពេញបានន័យថាវាពេញនៅ 5k ឬក៏ពេញនៅ 5000 friend ហ្នឹងគឺប្រកាសណាស់มันអាចមានអ្នកផ្សេង add friend មកបងប្អូនហើយបងប្អូន confirm បានទេដូច្នេះនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបបដូរពីប៊ូតុង add friend មកប៊ូតុង follow វិញដើម្បីឲ្យអ្នកផ្សេងទៀតអាច follow យើងបានជំនួសដោយការ add friend ដោយសារតែ friend របស់យើងពេញអញ្ចឹងណាបងប្អូនបាទដូច្នេះដើម្បីអាចធ្វើទៅបានបងប្អូនគ្រាន់តែចូលមកកាន់ទូរស័ព្ទដៃជាមួយនឹងខ្ញុំសិនមកបន្តមកទៀតបងប្អូនចូលទៅកាន់ Facebook របស់បងប្អូនដែលជា Facebook account ហើយបងប្អូនចូលទៅក្នុង account របស់បងប្អូនតែម្ដងទៅបាទនេះគឺជា account Facebook របស់ខ្ញុំអញ្ចឹងខ្ញុំចុចទៅយកចុច3ដើម្បីទៅ view us នៅ account Facebook របស់យើងថានេះគឺជាប៊ូតុង add friend ហើយយើងនឹងបដូរពីប៊ូតុង add friend ហ្នឹងទៅជាប៊ូតុង follow តែម្ដងឥឡូវទៅតាមដានទស្សនវិជ្ជារបស់ខ្ញុំទាំងអស់គ្នាអញ្ចឹងបងប្អូនចេញសិនមកហើយបងប្អូនទៅយកពាក្យថា menu បាទតមកទៀតបងប្អូន scroll ទៅក្រោមដើម្បីទៅយកពាក្យថា setting and privacy ហើយបន្ទាប់មកបងប្អូនទៅយកពាក្យថា setting បាទធ្វើតាមខ្ញុំមួយមកហើយបងប្អូន scroll ទៅក្រោមទៅរកពាក្យថា how people find you and contact you អញ្ចឹងទៅហើយចូលមកដល់កន្លែងនេះបងប្អូនយកពាក្យថា can find អញ្ចឹងណាបងប្អូនគ្រាន់តែបដូរពី everyone មកពាក្យថា friend of friend តែប៉ុណ្្នឹងមកគឺវានឹង load នៅប៊ូតុង follow អញ្ចឹងបងប្អូនចុចយកពាក្យ save មកបាទហើយបន្តមកទៀតកន្លែងនេះគឺយើង save ហើយបងប្អូនចេញមកហើយទៅមើលនៅកន្លែង profile របស់បងប្អូនវិញថាវានឹង load ប៊ូតុងអីចឹងបងប្អូនចូលមកកន្លែងចុច3ដដែលមកហើយយកពាក្យថា view us យើងនឹងឃើញហើយបាទអញ្ចឹងនេះគឺជាប៊ូតុង follow ដែលយើងបានបដូរហើយបដូរពីប៊ូតុង add friend មកប៊ូតុង follow អញ្ចឹងបងប្អូនអាចសាកធ្វើតាមវិធីនេះបានកុំភ្លេចចុច like share និង follow ដើម្បីទទួលបាននូវវីដេអូថ្មីៗបន្ថែមទៀតបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ